មនុស្សជនអាចដើររត់និងរក្សាតុល្យភាពរបស់វាបានប៉ុន្តែទោះបីជាសមត្ថភាពទាំងនេះគួរឲ្យចាប់អារម្មណ៍យ៉ាងណាក៏ដោយក៏វានៅតែមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឲ្យមនុស្សជនមានរូបរាងដូចមនុស្សអាចប្រើការបានពិតប្រាកដនោះទេលក្ខណៈពិសេសចុងក្រោយដែលកំណត់ថាតើមនុស្សយន្តអាចជំនួសមនុស្សក្នុងការងារប្រចាំថ្ងៃបានឬអត់នោះគឺជារបស់មួយដែលតូចជាងនេះទៅទៀតនោះគឺដៃរបស់វាថ្មីនេះក្រុមហ៊ុន VonX បានទាក់ទាញចំណាប់អារម្មណ៍សហគមន៍មនុស្សយន្តតាមរយៈការបង្ហាញដៃមនុស្សយន្តថ្មីរបស់ខ្លួនដែលមានកម្រិតសេរីភាពចំនួន25ដែលអាចបំពេញការងារដ៏ស្មុគស្មាញបានដូចជាការដោតខ្សែ USB-C ការរូតខ្សែរ៉ូតការកាន់កែវនិងការចាក់ទឹកជាដើមយ៉ាងណាមិញភ្លាមបន្ទាប់ពីការបង្ហាញនោះក្រុមហ៊ុន Tesla បានបញ្ជូនសារយ៉ាងជឿជាក់មួយថាដៃរបស់ Optimus នឹងមិនត្រឹមតែមានសមត្ថភាពស្មើគ្នាប៉ុណ្ណោះទេប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីយកឈ្នះលើអ្វីដែលពិភពលោកទើបតែបានឃើញទៅទៀតទំនុកចិត្តនោះត្រូវបានគាំទ្រដោយអ្វីដែលលើសពីសេចក្តីថ្លែងការណ៍ដ៏ក្លាហានរបស់លោក Elon Musk ទៅទៀតវាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសកម្មភាពជាក់ស្ដែងរបស់ក្រុមហ៊ុន Tesla តែម្ដងថ្មីនេះក្រុមហ៊ុនបានចេញផ្សាយវីដេអូថ្មីមួយនៅលើបណ្ដាញសង្គម X ដោយបង្ហាញពីការរុះរើខ្សែសង្វាក់ផលិតកម្ម Model S និង Model X ចាស់ចេញពីរោងចក្រ Fremont របស់ខ្លួនគួរឲ្យកត់សម្គាល់ការបិទទាំងស្រុងនេះត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ46ថ្ងៃប៉ុណ្ណោះដូច្នេះតើអ្វីដែលផ្ដល់ឲ្យក្រុមហ៊ុន Tesla នៅទំនុកចិត្តក្នុងការអះអាងថាដៃរបស់ Optimus អាចធ្វើបានល្អជាងអ្វីដែលក្រុមហ៊ុន VonX ទើបតែបានបង្ហាញហើយក្លាយជាដៃមនុស្សយន្តដ៏ទំនើបបំផុតមួយដែលមិនធ្លាប់មាននោះការធ្វើឲ្យប្រសើរឡើងដ៏ធំបំផុតគឺស្ថិតនៅលើផ្នែកមួយដែលយើងស្ទើរតែមើលមិនឃើញពីខាងក្រៅនោះគឺប្រព័ន្ធបញ្ជាចលនាដូចទៅនឹងក្រុមហ៊ុន VonX ដែរក្រុមហ៊ុន Tesla កំពុងងាកចេញពីការប្រើដៃមនុស្សជនបែបប្រពៃណីដែលពឹងផ្អែកលើប្រអប់លេខកាត់បន្ថយជុំធំដែលជារឿយៗស្ថិតនៅចន្លោះពី100ទល់នឹង1ទៅជិត300ទល់នឹង1ប្រអប់លេខធំទាំងនោះពិតជាអាចបង្កើនកម្លាំងរមូលមែនប៉ុន្តែវាក៏បង្កើតឲ្យមានការកកិតការរអាក់រអួលដំណើរការឆ្លើយតបយឺតនិងចលនារឹងមិនសូវដូចធម្មជាតិផងដែរបដិបត្តិក្រុមហ៊ុន Tesla កំពុងអភិវឌ្ឍស្ថាបត្យកម្មបញ្ជាផ្ទាល់ស្ទើរតែទាំងស្រុងដែលរួមបញ្ចូលគ្នានឹងម៉ូទ័រអគ្គិសនីកម្លាំងរមុះខ្ពស់ផលិតឡើងតាមតម្រូវការជាមួយនឹងប្រអប់លេខកាត់បន្ថយជំទាបត្រឹមប្រហែល8ទល់នឹង1នៅតាមសន្លាក់ម្រាមដៃភាគច្រើននេះជួយកែលម្អយ៉ាងខ្លាំងដល់សមត្ថភាពបញ្ជាត្រឡប់ដែលមានន័យថាកម្លាំងពីខាងក្រៅត្រូវបានបញ្ជូនត្រឡប់ទៅម៉ូទ័រវិញដោយផ្ទាល់ជំនួសឲ្យការស្រូបយកដោយប្រអប់លេខធ្ងន់ប្រសិនបើម្រាមដៃប៉ះនឹងវត្ថុណាមួយឬជួបប្រទះនឹងកម្លាំងទប់ទល់ដែលមិននឹកស្មានដល់ម៉ូទ័រនឹងដឹងពីការផ្លាស់ប្ដូរភ្លាមតាមរយៈចរន្តអគ្គិសនីហើយកែតម្រូវកម្លាំងក្តាប់ស្ទើរតែភ្លាមតែម្ដងលទ្ធផលទទួលបានគឺចលនាដែលរលូនជាងលឿនជាងសុវត្ថិភាពជាងនិងមានលក្ខណៈដូចមនុស្សច្រើនជាងមុនយ៉ាងខ្លាំងភាពប៉ិនប្រសប់ផ្នែកមេកានិកគឺជាផ្នែកមួយផ្សេងទៀតដែល Optimus ត្រូវបានគេរំពឹងថានឹងអាចប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតខណៈពេលដែលដៃជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន VonX ផ្ដល់នូវកម្រិតសេរីភាពចំនួន25ដៃ Optimus ថ្មីបំផុតរបស់ក្រុមហ៊ុន Teslaត្រូវបានរចនាឡើងជាមួយនឹងកម្រិតសេរីភាពដែលអាចបញ្ជាបានយ៉ាងសកម្មចំនួនប្រហែល22នៅក្នុងប្រអប់ដៃផ្ទាល់រួមជាមួយនឹងកម្រិតសេរីភាពបន្ថែមចំនួន3ទៀតនៅកដៃដែលបង្កើតបានជាសន្លាក់បញ្ជាយ៉ាងសកម្មសរុបចំនួន25សម្រាប់ដៃនីមួយៗអ្វីដែលសំខាន់ជាងនេះទៅទៀតទស្សនវិជ្ជារបស់ក្រុមហ៊ុន Tesla គឺផ្ដោតលើការគ្រប់គ្រងយ៉ាងសកម្មនៅរាល់សន្លាក់ធំទាំងអស់ជាជាងការពឹងផ្អែកលើយន្តការប្រើឥរិសអសកម្មនេះអនុញ្ញាតឲ្យ Optimus អាចសម្របសម្រួលទីតាំងម្រាមដៃកម្លាំងក្តាប់ទិសដៅកាដៃនិងគន្លងចលនាក្នុងពេលតែមួយបានជំនួសឲ្យការគ្រាន់តែក្តាប់វត្ថុធម្មតាមនុស្សយន្តនេះអាចបង្វិលសមាសធាតុនៅចន្លោះម្រាមដៃរបស់វាផ្លាស់ប្ដូរទីតាំងឧបករណ៍ពេលកំពុងធ្វើការដោតឧបករណ៍ភ្ជាប់អគ្គិសនីពីមុំផ្សេងរឹតខ្ចៅរៀបចំខ្សែភ្លើងនិងបំពេញប្រតិបត្តិការដំឡើងយ៉ាងច្បាស់លាស់ដែលជាទូទៅទាមទារតែមនុស្សមានជំនាញប៉ុណ្ណោះក្រុមហ៊ុន Tesla ក៏បានរចនាសម្ព័ន្ធមេកានិកទាំងមូលឡើងវិញផងដែរដោយប្រើស្ថាបត្យកម្មបញ្ជាដោយសរសៃពួរដែលយកគំរូតាមកាយវិភាគសាស្ត្ររបស់មនុស្សជាជាងការដាក់ម៉ូទ័រអគ្គិសនីនៅខាងក្នុងម្រាមដៃនីមួយៗឧបករណ៍បញ្ជាចលនាទាំងអស់ត្រូវបានប្តូរទីតាំងទៅដាក់នៅកំភួនដៃវិញដែលពួកវាទាញសរសៃពួរដ៏រឹងមាំចំនួនប្រហែល44ដើម្បីគ្រប់គ្រងចលនាម្រាមដៃវិធីសាស្ត្រស្រាននេះជួយកាត់បន្ថយទម្ងន់ដៃយ៉ាងខ្លាំងបន្ថយនិច្ចភាពនិងអនុញ្ញាតឲ្យមានការបង្កើនល្បឿនបានលឿនជាងមុននិងការបញ្ឈប់បានច្បាស់លាស់ជាងមុននៅពេលដែល Optimus ផ្លាស់ប្ដូរទិសដៅយ៉ាងលឿនឬធ្វើការងារដែលទាមទារភាពហ្មត់ចត់ខ្លាំងចុងម្រាមដៃរបស់វានៅតែមានស្ថិរភាពដោយមិនមានការញ័រឬរអិលហួសកម្រិតឡើយរចនាសម្ព័ន្ធដែលស្រាលជាងនេះក៏ជួយកាត់បន្ថយការប្រើប្រាស់ថាមពលផងដែរដោយសារតែម៉ូទ័រលែងចាំបាច់ត្រូវទាញឧបករណ៍ធ្ងន់ដែលធ្លាប់បំពាក់នៅលើម្រាមដៃនោះទៀតហើយ
សម្រាប់ការងាររាប់ពាន់ដងជារៀងរាល់ថ្ងៃដោយរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធបែងចែកខ្សែនៅកដៃដ៏ទំនើបដែលជួយរក្សាសរសៃពួរឲ្យដាច់ពីគ្នានិងកាត់បន្ថយការកកិតការយាធ្លាក់និងការពាក់សឹករិចរិលការរចនានេះគឺត្រូវបានបង្កើតឡើងសម្រាប់ភាពធន់ក្នុងដំណើរការឧស្សាហកម្មរយៈពេលវែងអ្វីដែលសំខាន់ដូចគ្នាដែរនោះគឺអារម្មណ៍នៃការប៉ះរបស់មនុស្សយន្តសម្រាប់គ្នាទៅនឹងដៃមនុស្សយន្តទំនើបចំនួនចុងក្រោយនេះដែរ Optimus ប្រើចុងម្រាមដៃធ្វើពីប៉ូលីម៉ែតទន់ដែលមានបង្កប់ឧបករណ៍ចាប់សញ្ញាការប៉ះកម្រិតច្បាស់ខ្ពស់ដែលអាចវាស់ទាំងសម្ពាធនិងកម្លាំងកកិតការចាប់សញ្ញាសម្ពាធប្រាប់មនុស្សយន្តថាតើវាកំពុងក្តាប់វត្ថុមួយបានតឹងកម្រិតណាខណៈពេលដែលការចាប់សញ្ញាកម្លាំងកកិតអាចចាប់បាននូវការរអិលទោះជាតូចបំផុតក៏ដោយមុនពេលដែលវត្ថុនោះធ្លាក់ចុះមែនទែនប្រសិនបើ Optimus កំពុងកាន់កែវដែលងាយបែកឬកំពុងដោតឧបករណ៍ដែលផុយស្រួយប្រព័ន្ធគ្រប់គ្រងរបស់វាអាចបង្កើនកម្លាំងក្តាប់ដោយស្វ័យប្រវត្តិក្នុងបរិមាណដ៏ត្រឹមត្រូវមួយដើម្បីការពារកុំឲ្យរអិលធ្លាក់ដោយមិនធ្វើឲ្យវត្ថុនោះបែកបាក់មនុស្សយើងតែងតែកែតម្រូវកម្លាំងបែបនេះដោយមិនដឹងខ្លួនរាប់ពាន់ដងជារៀងរាល់ថ្ងៃហើយការដែលផ្ដល់ឲ្យមនុស្សយន្តនៅសមត្ថភាពដូចគ្នានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយឆ្ពោះទៅរកសមត្ថភាពបញ្ជាបានកម្រិតដូចមនុស្សពិតៗភាពធន់គឺជាផ្នែកមួយផ្សេងទៀតដែលក្រុមហ៊ុន Tesla កំពុងផ្ដោតលើសម្រាប់ដំណើរការក្នុងកម្រិតពាណិជ្ជកម្មធំៗជាជាងគ្រាន់តែបង្ហាញនៅក្នុងបន្ទប់ពិសោធន៍យោងតាមក្រុមហ៊ុន Tesla សន្លាក់កដៃនិងយន្តការសរសៃពួរត្រូវបានរចនាឡើងដើម្បីអាចទ្រាំទ្រនឹងជុំប្រតិបត្តិការលើកដាក់បន្ទុករហូតដល់ជាង2លានដងដោយនៅតែអាចរក្សាបាននូវភាពត្រឹមត្រូវដដែលប្រអប់ដៃទាំងមូលក៏ត្រូវបានបង្កើតឡើងដើម្បីឲ្យទទួលបានស្តង់ដារការពារ IP68 ដែលអនុញ្ញាតឲ្យវាទប់ទល់នឹងធូលីទឹកប្រេងឧស្សាហកម្មសារធាតុគីមីសម្អាតនិងបរិយាកាសផលិតកម្មដែលតឹងរ៉ឹងបំផុតលក្ខណៈបច្ចេកទេសទាំងនេះគឺពិតជាចាំបាច់ណាស់សម្រាប់មនុស្សយន្តដែលរំពឹងថានឹងត្រូវធ្វើការជាបន្តបន្ទាប់នៅលើខ្សែសង្វាក់ផលិតកម្មជំនួសឲ្យការប្រើប្រាស់តែក្នុងអំឡុងពេលតាំងបង្ហាញដែលគេបានរៀបចំទុកមុននោះប្រហែលជាអត្ថប្រយោជន៍ដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla គឺលាតសន្ធឹងហួសពីផ្នែករឹងទៅទៀត Optimus នីមួយៗដែលត្រូវបានដាក់ពង្រាយនៅខាងក្នុងរោងចក្ររបស់ក្រុមហ៊ុន Tesla នឹងក្លាយជាផ្នែកមួយនៃបណ្ដាញបណ្ដុះបណ្ដាលបញ្ញាសិប្បនិម្មិតដ៏ធំមួយនៅពេលដែលមនុស្សយន្តអនុវត្តប្រតិបត្តិការផលិតកម្មដដែលពួកវាប្រមូលទិន្នន័យរូបភាពការប៉ះនិងចលនាជាបន្តបន្ទាប់ដែលធ្វើឲ្យប្រព័ន្ធបណ្ដាញសរសៃប្រសាទរបស់ក្រុមហ៊ុន Tesla កាន់តែប្រសើរឡើងជំនាញថ្មីនីមួយៗដែលមនុស្សយន្តមួយរៀនចេះគឺអាចបញ្ជូនទៅកាន់ក្រុមមនុស្សយន្តទាំងមូលនៅពេលក្រោយដែលអនុញ្ញាតឲ្យ Optimus ទាំងអស់ត្រឹមតែមានសមត្ថភាពខ្លាំងឡើងនៅពេលអនាគតវិធីសាស្ត្ររៀនសូត្រដែលជំរុញដោយទិន្នន័យនេះគឺពិបាកសម្រាប់ដៃគូប្រកួតប្រជែងក្នុងការចម្លងតាមណាស់ពីព្រោះមានក្រុមហ៊ុនតិចតួចណាស់ដែលដំណើរការទាំងមនុស្សយន្តទំនើបនិងរោងចក្រផលិតខ្នាតធំនៅក្រោមស្ថាប័នតែមួយនោះទីបំផុតខណៈពេលដែលក្រុមហ៊ុន VOTX បានបង្ហាញដៃមនុស្សយន្តដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយដែលត្រូវបានអភិវឌ្ឍរហូតមកដល់ពេលនេះចក្ខុវិស័យរបស់ក្រុមហ៊ុន Tesla គឺឈានទៅដល់ឆ្ងាយជាងការដែលគ្រាន់តែមានសមត្ថភាពស្មើគ្នាប៉ុណ្ណោះ Optimus ត្រូវបានបង្កើតឡើងមិនត្រឹមតែដើម្បីចាប់កាន់វត្ថុដោយភាពប៉ិនប្រសប់ដូចមនុស្សប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីផ្ដល់នូវភាពធន់ភាពឆ្លាតវៃនិងសមត្ថភាពពង្រីកទំហំដែលតម្រូវសម្រាប់ការដាក់ពង្រាយទ្រង់ទ្រាយធំផងដែរក្រុមហ៊ុន Tesla រំពឹងថាមនុស្សយន្តនេះនឹងបំពេញការងារជាក់ស្ដែងជាង 1000 មុខរួមទាំងការផ្គុំយានយន្តការរៀបចំទំនិញក្នុងឃ្លាំងការភ្ជាប់គ្រឿងបន្លាស់អគ្គិសនីការកាន់ឧបករណ៍ការផ្ទុកសម្ភារៈការបញ្ជាគ្រឿងចក្រក្នុងរោងចក្រនិងទីបំផុតការធ្វើការងារផ្ទះប្រចាំថ្ងៃតែម្ដងប្រសិនបើក្រុមហ៊ុន Tesla ទទួលបានជោគជ័យ Optimus នឹងមិនត្រឹមតែក្លាយជាមនុស្សយន្តមួយផ្សេងទៀតដែលមានដៃទំនើបនោះទេវាអាចក្លាយជាកម្លាំងពលកម្មមនុស្សយន្តដែលអាចផលិតលក់ជាលក្ខណៈពាណិជ្ជកម្មបានជាលើកដំបូងដែលមានសមត្ថភាពផ្លាស់ប្ដូរការផលិតនិងជីវិតប្រចាំថ្ងៃក្នុងទ្រង់ទ្រាយដែលមិនធ្លាប់មានពីមុនមកតើក្រុមហ៊ុន Tesla កំពុងលះបង់អ្វីខ្លះដើម្បីផ្ដល់ធនធានទាំងអស់របស់ខ្លួនទៅលើមនុស្សយន្ត Optimus ចំនួនទី3នេះលោក Elon Musk បានធ្វើការសម្រេចចិត្តផ្នែកផលិតកម្មដ៏ក្លាហានបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Tesla ដោយបិទខ្សែសង្វាក់ផលិតកម្ម Model S និង Model X នៅរោងចក្រ Fremont ដោយស្ម័គ្រចិត្តចំណាត់ការនេះមិនមានពាក់ព័ន្ធនឹងការធ្លាក់ចុះនៃការលក់ការហៅផលិតផលយកមកជួសជុលវិញឬបញ្ហាបច្ចេកទេសអ្វីនោះទេផ្ទុយទៅវិញក្រុមហ៊ុន Tesla កំពុងរៀបចំទីធ្លារោងចក្រដ៏មានតម្លៃសម្រាប់អ្វីដែលលោក Elon Muskជឿថានឹងក្លាយជាផលិតផលដ៏សំខាន់បំផុតរបស់ក្រុមហ៊ុននោះគឺមនុស្សយន្តចំនួនទី3អ្នកវិភាគជាច្រើនបានពណ៌នាអំពីរឿងនេះថាជាការភ្នាល់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយលះបង់ប្រាក់ចំណូលរថយន្តដែលអាចទុកចិត្តបាននៅថ្ងៃនេះដើម្បីស្វែងរកអ្វីដែលអាចក្លាយជាអាជីវកម្មមនុស្សយន្តដ៏ធំបំផុតរបស់ពិភពលោកនៅថ្ងៃស្អែកក្នុងពេលជាមួយគ្នានេះការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងពីភាពបន្ទាន់របស់ក្រុមហ៊ុន Tesla ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនចិនដែលកំពុងបញ្ចេញមនុស្សយន្តយ៉ាងឆាប់
បរហ័សក្នុងតម្លៃទាបជាង$20,000ផងដែរសម្រាប់អ្នកដែលឆ្ងល់ថាតើនរណានឹងមើលថែឪពុកម្ដាយដែលចាស់ជរាឬជួយដោះស្រាយកង្វះខាតអ្នកថែទាំនៅទូទាំងពិភពលោកក្រុមហ៊ុន Tesla ជឿជាក់ថា Optimus អាចក្លាយជាផ្នែកមួយនៃដំណោះស្រាយនោះនៅថ្ងៃអនាគតទោះជាយ៉ាងណាក៏ដោយការបង្កើតមនុស្សយន្តបែបនេះបង្ហាញពីបញ្ហាប្រឈមផ្នែកផលិតកម្មដែលមិនដូចអ្វីដែលក្រុមហ៊ុនធ្លាប់ជួបប្រទះពីមុនមកនោះទេរបាយការណ៍បានបង្ហាញថាមនុស្សយន្តចំនួនទី3នីមួយៗមានសមាសធាតុពិសេសប្រហែល 10,000 ដោយមានគ្រឿងបន្លាស់ជាច្រើនត្រូវបានរចនាឡើងតាមតម្រូវការសម្រាប់សន្លាក់ឧបករណ៍បញ្ជាចលនានិងយន្តការជាក់លាក់នៅទូទាំងរាងកាយមិនដែលប្រយ័ត្នទេដែលគ្រឿងបន្លាស់ជាច្រើនមានស្តង់ដាររួមគ្នាទូទាំង model ជាច្រើនស្ទើរតែរាល់សមាសធាតុមនុស្សយន្តសំខាន់ៗបម្រើគោលបំណងតែមួយគត់ហើយត្រូវតែដំណើរការស៊ីចង្វាក់គ្នាដ៏ល្អឥតខ្ចោះប្រសិនបើក្រុមហ៊ុន Tesla ឈានដល់គោលដៅរយៈពេលវែងរបស់លោក Elon Musk ក្នុងការផលិតមនុស្សយន្ត1លានគ្រឿងជារៀងរាល់ឆ្នាំនោះក្រុមហ៊ុននឹងត្រូវផលិតនិងផ្គុំសមាសធាតុនីមួយៗជិត 10,000 លានជារៀងរាល់ឆ្នាំកម្រិតនៃការផលិតដ៏ជាក់លាក់នេះមិនដែលត្រូវបានគេសាកល្បងក្នុងទំហំប៉ុណ្ណេះពីមុនមកទេសំណាងល្អក្រុមហ៊ុន Tesla មិនមែនចាប់ផ្ដើមពីចំណុច0នោះទេអង្គភាព Optimus ដំបូងជាង 1000 គ្រឿងត្រូវបានដាក់ពង្រាយនៅខាងក្នុងរោងចក្ររបស់ក្រុមហ៊ុន Tesla រួចហើយដោយប្រមូលទិន្នន័យប្រតិបត្តិការជាក់ស្ដែងយ៉ាងស្ងៀមស្ងាត់ស្របពេលដែលជួយបណ្ដុះបណ្ដាលប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលមនុស្សយន្តនាពេលអនាគតនឹងពឹងផ្អែកលើផ្នែករឹងខ្លួនឯងក៏តំណាងឲ្យការលូតផ្លោះផ្នែកបច្ចេកវិទ្យាដ៏សំខាន់មួយផងដែរចំនួនទី3ត្រូវបានគេរំពឹងថានឹងប្រើប្រាស់កញ្ចប់ថ្មទំហំ3គីឡូវ៉ាត់ម៉ោងដែលបង្កើតឡើងពីកោសិកាថ្ម4680របស់ក្រុមហ៊ុន Tesla ផ្ទាល់ដែលផ្ដល់រយៈពេលប្រតិបត្តិការប្រហែល5ទៅ6ម៉ោងសម្រាប់ការងារស្រាលៗប្រចាំថ្ងៃខណៈពេលដែលថាមពលប៉ុណ្ណេះប្រហែលជាគ្រប់គ្រាន់សម្រាប់កម្មវិធីឧស្សាហកម្មជាច្រើនវាក៏បង្ហាញពីបញ្ហាប្រឈមមួយដែលកំពុងប្រឈមមុខនឹងមនុស្សយន្តប្រើប្រាស់ក្នុងផ្ទះផងដែរមនុស្សយន្តដែលជួយអ្នកប្រើប្រាស់វ័យចំណាស់ឬមើលថែកុមារមិនអាចគ្រាន់តែឈប់ធ្វើការដោយសារតែថ្មរបស់វាជិតអស់នោះទេភាពដែលអាចទុកចិត្តបានក្លាយជារឿងសំខាន់ដូចទៅនឹងសមត្ថភាពការងារដែរលក្ខណៈពិសេសដ៏ទំនើបបំផុតមួយគឺដៃថ្មីរបស់មនុស្សយន្តនេះតាមសេចក្តីរាយការណ៍ Optimus ប្រើប្រាស់កម្រិតសេរីភាពចំនួន22ដែលអនុញ្ញាតឲ្យវាបំពេញការងារដ៏ស្មុគស្មាញដែលពីមុនត្រូវការភាពប៉ិនប្រសប់របស់មនុស្សរួមផ្សំជាមួយនឹងឧបករណ៍ចាប់សញ្ញាការប៉ះដ៏ញឹកស្អេកនិងការរចនាដែលបិទជិតការពារទឹកដៃនេះអាចក្តាប់វត្ថុដែលងាយបែកដោយប្រុងប្រយ័ត្នឬសុទ្ធដោយមិនឲ្យបែកឬប៉ះសក់របស់មនុស្សថ្នមៗបានក្រុមហ៊ុន Tesla ក៏បានអនុម័តនៅទស្សនវិជ្ជារចនាមេកានិកបែបសាមញ្ញបំផុតដែលយកគំរូតាមវិស្វកម្មរបស់ក្រុមហ៊ុន SpaceXដូចគ្នានឹងម៉ាស៊ីនរ៉ុកែត Raptor 3ដែរ Optimus លាក់ប្រព័ន្ធមេកានិកដ៏ស្មុគស្មាញរបស់វាភាគច្រើននៅក្រោមផ្ទៃខាងក្រៅដ៏រលោងដែលជួយកាត់បន្ថយការមើលឃើញគ្រឿងបន្លាស់រញ៉េរញ៉ៃខណៈពេលដែលជួយសម្រួលដល់ការថែទាំនិងបង្កើនភាពធន់ទោះបីជាមានភាពស្រស់ស្អាតក្នុងការមើលក៏ដោយភាពសាមញ្ញបែបនេះក៏ចោទជាសំណួរអំពីការត្រួតពិនិត្យនិងការជឿទុកចិត្តក្នុងរយៈពេលវែងផងដែរនៅពេលដែលមនុស្សយន្តដ៏មានថាមពលនេះនឹងធ្វើការនៅខាងក្នុងផ្ទះនៅពេលណាមួយទោះជាយ៉ាងណាក៏ដោយរបបកំហើញពិតប្រាកដគឺស្ថិតនៅខាងក្នុងខួរក្បាលរបស់មនុស្សយន្តប្រព័ន្ធពីមុនដែលបង្កើតឡើងជុំវិញបន្ទះ chip AI 4 របស់ក្រុមហ៊ុន Tesla បានបង្ហាញពីសមត្ថភាពនៃការយល់ដឹងនិងការគិតពិចារណាដ៏ខ្លាំងក្លាប៉ុន្តែជួនកាលមានការផ្អាកបន្តិចនៅពេលកំពុងដំណើរការស្ថានភាពស្មុគស្មាញពេលវេលានៃការគាំងស្ទាក់ស្ទើរដ៏ខ្លីទាំងនោះដែលយើងអាចកត់សម្គាល់ឃើញក្នុងអំឡុងពេលនៃការបង្ហាញមនុស្សយន្តមួយចំនួនគឺជាអ្វីដែលក្រុមហ៊ុន Tesla សង្ឃឹមថានឹងលុបបំបាត់បានតាមរយៈការដាក់ឲ្យប្រើប្រាស់ AI 5ជាជាងការពង្រីកថាមពលកុំព្យូទ័រតែម្យ៉ាង AI 5ត្រូវបានរចនាឡើងដើម្បីបង្កើនល្បឿននៃការឆ្លើយតបតាមសេចក្តីរាយការណ៍បន្ទះ chip នេះដោះស្រាយបញ្ហាកកស្ទះទិន្នន័យបែបបុរាណដែលល្បឿនដំណើរការតែងតែកំណត់ដោយភាពឆាប់រហ័សនៃការបញ្ជូនព័ត៌មានរវាងអង្គចងចាំនិងអង្គគណនាពាក្យចចាមអារាមបង្ហាញថា AI 5អាចផ្ដល់នូវទំហំបញ្ជូនអង្គចងចាំប្រហែល5ដងនៃ AI 4ដែលអនុញ្ញាតឲ្យ Optimus ផ្ទុកនិងដំណើរការគំរូបញ្ញាសិប្បនិម្មិតធំជាងមុនស្ទើរតែភ្លាមជំនួសឲ្យការឈប់ដើម្បីគិតមុនពេលឆ្លើយតបមនុស្សយន្តនេះត្រូវបានគេរំពឹងថានឹងមានប្រតិកម្មដូចទៅនឹងចលនាឆ្លុះបញ្ចាំងរបស់មនុស្សដោយកែតម្រូវភ្លាមទៅនឹងលក្ខខណ្ឌដែលផ្លាស់ប្ដូរខណៈពេលដែលបន្តការងាររបស់វាដោយគ្មានការរំខានសមត្ថភាពនេះគឺជាចំណុចស្នូលនៃចក្ខុវិស័យរយៈពេលវែងរបស់លោក Elon Musk គាត់បានបញ្ជាក់ម្ដងហើយម្ដងទៀតថា Optimus មានបំណងអនុវត្តការងារចាប់ពីការងាររោងចក្ររហូតដល់ការថែទាំមនុស្សចាស់និងការមើលថែកុមារតាមទ្រឹស្ដីមនុស្សយន្តដែលមិនចេះហត់នឿយមិនដែលខកខានម៉ោងពេលឲ្យថ្នាំនិងអាចដឹងពីភាពអាសន្នភ្លាមអាចជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលកើនឡើងលឿនបំផុតមួយរបស់ពិភពលោក
នៅពេលដែលចំនួនប្រជាជនមានវ័យកាន់តែចាស់នៅទូទាំងប្រទេសជាច្រើនតម្រូវការសម្រាប់អ្នកថែទាំបន្តកើនឡើងខណៈពេលដែលកម្លាំងពលកម្មដែលមានស្រាប់កំពុងជួបការលំបាកក្នុងការតាមឲ្យទាន់ប៉ុន្តែការដាក់ពង្រាយមនុស្សយន្តចូលទៅក្នុងផ្ទះក៏បង្ហាញពីក្តីបារម្ភអំពីសុវត្ថិភាពថ្មីទាំងស្រុងផងដែរមិនដូច smartphone ឬសូម្បីតែរថយន្តបើកបរដោយខ្លួនឯងនោះទេមនុស្សយន្តទម្ងន់70គីឡូក្រាមគឺប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយមនុស្សតែម្ដងដំណើរការខុសប្រក្រតីនៃកម្មវិធីការបរាជ័យនៃផ្នែករឹងឬការវាយប្រហារសន្តិសុខអ៊ីនធឺណិតណាមួយអាចបង្កើតឲ្យមានផលវិបាកគ្រោះថ្នាក់ដល់រូបកាយភ្លាមៗប្រសិនបើមនុស្សយន្តរាប់លានគ្រឿងនៅទីបំផុតដំណើរការដោយប្រើប្រព័ន្ធកម្មវិធីតែមួយភាពងាយរងគ្រោះតែមួយអាចប៉ះពាល់ដល់គ្រប់ប្រព័ន្ធដែលបានតភ្ជាប់ទាំងអស់សម្រាប់ហេតុផលនេះសុវត្ថិភាពភាពជឿជាក់និងសន្តិសុខតាមអ៊ីនធឺណិតនៅទីបំផុតអាចក្លាយជារឿងសំខាន់ដូចគ្នាទៅនឹងបញ្ញាសិប្បនិម្មិតខ្លួនឯងដែរ